ដំណឹងល្អថ្ងៃនេះមានដំណឹងល្អចង់ប្រាប់ទៅកាន់បងប្អូនទាំងអស់គ្នាមកលើបានការងារថ្មីហើយបងប្អូនការងារគឺជាអ្នក designer ហើយនៅអ្នកបង្ហាញម៉ូដការងារស្រឡាញ់តាំងពីតូចឥឡូវនេះគឺបានសម្រេចហើយបងប្អូនបើថាខ្ញុំសប្បាយចិត្តអត់បងប្អូនគឺខ្ញុំរៀងសែតការងារដែលខ្លួនឯងស្រឡាញ់មែនប៉ុន្តែអត់សប្បាយចិត្តទេបងប្អូនដោយសារតែនោះគឺជាសុបិននិយាយមែនបងប្អូនឯងសុបិននេះធ្វើស៊ីខ្ញុំសាហាវហ្មងម៉ោងរោឡើង4 10ដងអត់ងើបទេឯងតែសប្បាយចិត្តនៅក្នុងសុបិនហ្នឹងងើបឡើងត្រូវធ្វើម្ហូបហើយទៅធ្វើការយើងធម្មតាឆ្ងល់យល់សពខ្លះណានិយាយពីថាដូចការពិតនោះដោយការពិតបើខ្ញុំនេះឡងវិញថាមិនដឹងថាមួយណាសពមួយណាការពិតឈប់ជឿយល់សពឲ្យមកបងប្អូនមកហូបជាមួយខ្ញុំទាំងអស់គ្នាថ្ងៃនេះមកហូបបែបរៀងសុខភាពបន្លែច្រើនមែនតែនឆាបន្លែខៀវជាមួយពងមាន់ដែលខ្ញុំយកទៅឆាជាមួយពងមាន់ថ្ងៃនេះគឺឈ្មោះ spinach បាទរសជាតិវិញស្តៀងផ្ទីយើងបាទនិយាយពីរសជាតិវិញរៀងចាញ់ផ្ទីបាទផ្ទីវិញមានជាតិរៀងខ្ទិះបងប្អូនបាទទៅរសជាតិធម្មតាគាត់ថាបើយើងថែមគ្រឿងខ្ញុំអាឆាដូចខ្ញុំក៏ឆ្ងាញ់មួយយ៉ាងដែរគ្រឿងទេសវិញដាក់តែម្ទេសមកបន្តិចហើយរ៉ូឌីមកបន្តិចស្ករតែបន្តិចទៅបានហើយប្រភេទ spinach ហើយនឹងស្លឹកផ្ទីអីយកទៅឆាទៅសល់តែបន្តិចពេលឆ្អិនពេលយកទៅឆាអត់ទាន់ឆ្អិនហ្នឹងគឺឡើងមកខ្ទះធំមកពេលឆាហើយឥឡូវនេះបានតែមួយចានបងអូនដែលបបាក់បតោបងអីហ្នឹងយើងធ្វើម្ហូបដែលមានបន្លែច្រើនពិសេសហ្នឹងគឺបន្លែខៀវហ្មងនិយាយទៅខ្ញុំនេះគឺចូលចិត្តណាស់រឿងបន្លែខៀវមួយបាយមួយខ្ញុំទាំងអស់គ្នាបងប្អូនថ្ងៃនេះម្ហូបឡើងបែបសុខភាពហ្មងបន្លែសពនេះអត់ឲ្យឆាចឹងទៅយកមកឆានេះមិនអីឆ្ងាញ់ឆាជាមួយពងមាន់នឹងឲ្យបងប្អូននិយាយឆាប់ចប់ទៅបើសិនជាបងប្អូនមានបញ្ហាបាត់ដៃបាត់ជើងអីហូប spinach ស្លឹកផ្ទីប្រភេទបន្លែខៀវអីគឺជួយបានច្រើនណាស់បងប្អូនហើយបើសិនជាបងប្អូនអត់សូវចូលចិត្តបន្លែខៀវទេបងប្អូនអាចសាកហូបជាផ្លែឈើវិញដូចជាផ្លែ kiwi ល្ហុងផ្លែអាឡឹកនិងក្រូចបងប្អូននិយាយទៅគឺខ្ញុំបានអនុវត្តខ្លួនឯងផ្ទាល់និយាយទៅគឺអត់ដែលមានបញ្ហាបាត់ដៃបាត់ជើងសោះធ្លាប់មានដូចគ្នាប្រហែលជា 3-4 ឆ្នាំមុនណាគឺអាសាមែនតើឥឡូវចាប់ផ្ដើមហូបបន្លែខៀវច្រើននិងផ្លែឈើដល់ចឹងទៅបតោបងក៏ស្រួលតាមនឹងដែរហើយណាមួយកន្លែងខ្ញុំធ្វើការជួនកាលទៅខ្ញុំហូបម្ហូបប៊ូបងប្អូននិយាយទៅអត់មានជាតិសាច់ទេខេបងប្អូនកុំភ្លេចអនុវត្តទាំងអស់គ្នាបើសិនជាមានបញ្ហាអីឥឡូវខ្ញុំមកចូលការផាត់មុខម្ដងមុខបែបរៀងសាន់ខីអញ្ចឹងណារៀបចំធ្វើការទេបងប្អូនហើយប៉ុន្តែនឹងទៅធ្វើការសុំ check outfit មួយ check outfit ហើយចាប់ផ្ដើមដូរខោអាវទៅធ្វើការធម្មតានិយាយពីរឿងសុបិនខ្ញុំវិញគឺឲ្យស្ពៃហ្មងខំធ្វើការនៅក្នុងសុបិននឹងងើបឡើងគ្មានបានអីសោះម៉ោងរោក៏មិនខ្ចីងើបដែរផាត់មុខមក check outfit នឹងតែប៉ុន្តែអាវនេះខ្ញុំមិនទិញបងប្អូនខ្ញុំមិនដែរចង់ទិញសោះខោអាវម៉ូដនឹងដោយសារតែខ្ញុំអត់សូវស្រឡាញ់ប៉ុន្តែពេលលើកខ្លួនជាមួយខោកបយអីពេលយើងឆ្នៃបន្តិចទៅមានអីឃើញប្លែកបងប្អូនហើយឥឡូវនេះចេញជាស្រឡាញ់ណាទៀតចឹងមិនថាពេលទៅទិញខោអាវបើយើងអត់ឡនៅខ្លួនទេគឺយើងអត់ដឹងទេការទៅនៅក្រៅមើលគ្នាមិនសូវឃើញស្អាតពេលដាក់លើខ្លួនហើយអាចសមសិនជាយើងចេះឆ្នៃម៉ូដបន្ថែមតិចតួចទៀតរត់តែស្អាតជាងនឹងផាត់មុខរបស់ខ្ញុំថ្ងៃហ្នឹងមានតែប៉ុណ្្នឹងទេបែបធម្មជាតិស្រាលខ្លាំងហ្មងសម្រាប់ outfit របស់ខ្ញុំថ្ងៃនេះបងប្អូនឲ្យបន្ទុកប៉ុន្មានដែរបាទខ្ញុំវិញគឺថាពេញចិត្តជាខ្លាំងហ្មង